ពុទ្ធដែលយើងធ្វើកំណាយ274បំណែកហ្នឹងយើងរកឃើញ3រចនាបថទៀតរចនាបថហ្នឹងបើអង់គ្លេសថា style ហ្នឹងឯងរចនាបថមួយទៅរចនាបថមួយផ្សេងគ្នាខ្មែរយើងមាន14នោះប៉ុន្តែយើងរកឃើញ3រចនាបថក្នុងហ្នឹងមានពុទ្ធហ្នឹងគេហៅថារចនាបថបាពួនរចនាបថបាពួនគឺស្អាតយើងឃើញថាពុទ្ធដែលគេធ្វើហ្នឹងមានរាងតូចច្រឡឹងអញ្ចឹងហើយយើងឃើញមានពាក់អាវស្ដើងកាយវិការបែបសមាធិគង់លើនាគដំបូងឡើយមានក្បាល7ប៉ុន្តែដោយសារគេវាយកំតិចទៅបាត់បង់ហើយប្រជនាបថបាពួនគេឆ្លាក់ជាលក្ខណៈដាក់ពុកមាត់ស្ដើងបងឃើញទេបាទពុកមាត់ស្ដើងហើយប្រណេតពេលខ្លះគេចោះរុនអញ្ចឹងទៅដាក់ជាត្បូងពណ៌ខ្មៅធ្វើជាប្រណេតរបស់ព្រះអង្គទឹកលក្ខណៈពិសេសរបស់រចនាបថបាពួនគឺភ្នែកហ្នឹងឯងហើយរៀងតូចច្រឡឹងស្អាតហើយការស្លៀកខាងក្រោមនេះសម្យះក្រោមសិតដល់ពេលខាងក្រោយនេះកោងមកសង់ដល់ពាក់កណ្ដាលខ្នងនេះហ្នឹងកោងឡើងលើចាពើងទៅបាទបើមិនចឹងទេប្រណេតរបស់ព្រះអង្គពេលខ្លះគេឆ្លាក់រឿងលៀនចេញមកខាងក្រៅបាទបើគិតជាកាយវិការសមាធិទេតែពុទ្ធបើកប្រណេតសមាធិត្រូវបិទភ្នែកមិនចឹងប៉ុន្តែហ្នឹងគឺជាគំនិតរបស់ខ្មែរយើងនៅសម័យនោះឆ្លាក់ពុទ្ធចង់បង្ហាញពីរដ្ឋអំណាចវិញគេអត់បង្ហាញអូភាពស្ងប់សុខស្ងប់ស្ងាត់សន្តិភាពអីទេសតវត្សទី11ក៏មកចូលសតវត្សទី12តាមសតវត្សទី12ហ្នឹងគឺគេហៅថារចនាបថកវត្តពុទ្ធនោះគឺប្លែកពីនេះមានពាក់មកុដពាក់គ្រឿងអលង្ការកវលខ្សែដៃកងជើងកងដើមដៃទៀតយើងហៅពុទ្ធព្រំគ្រឿងបាទហើយនៅបើកផ្នែកដែរ